ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានមុខម្ហូបដែលមានឈ្មោះថាខប្រហុកសាច់ជ្រូកចិញ្ច្រាំចាគ្រឿងផ្សំមានដូចជាសាច់ជ្រូកចិញ្ច្រាំ1កូនចានចង្កឹះប្រហុក1កូនចានចង្កឹះផងដែរបន្ទាប់មកទៀតមានខ្ទឹមសខ្ទឹមក្រហមចានេះគឺជាម្ទេសនេះដែរនេះខ្ញុំជ្រើសរើសយកពីរពណ៌មានពណ៌ក្រហមនិងពណ៌ខៀវចានេះគឺជាទឹកអំពិលទុំតែនាងខ្ញុំយកទៅត្រាំជាមួយនឹងទឹកក្តៅច្របាច់យកគ្រាប់ចេញជាការស្រេចបន្ទាប់មកនាងខ្ញុំដាក់ឆ្នាំងខ្ទះឲ្យក្តៅបន្តិចចាក់ខ្ទឹមសខ្ទឹមក្រហមម្ទេសដើម្បីរំលីងវាឲ្យឡើងពងក្រឡាតបន្តិចឃើញថាម្ទេសខ្ទឹមរបស់យើងឡើងពងក្រឡាតស្អាតហើយយើងធ្វើការដួសចេញបន្ទាប់មកនាងខ្ញុំចាក់ខ្លាញ់ចូលបន្តិចដើម្បីរំលីងសាច់ជ្រូក3ជាន់របស់យើងឲ្យស្ងួតទឹកបន្តិចផងដែរកុំឲ្យវាមានរសជាតិឆ្អាបឃើញថាសាច់ជ្រូករបស់យើងបានឡើងពងល្អហើយបន្ទាប់មកនាងខ្ញុំដាក់ស្ករចូលបន្តិចចាស្ករនេះដែរគឺនាងខ្ញុំដាក់រំលីងឲ្យវាឡើងពងអង្ក្រងបន្តិចបន្ទាប់មកនាងខ្ញុំដាក់ប្រហុកចូលប្រហុកនេះដែរគឺនាងខ្ញុំកូរវាឲ្យឡើងឈ្ងុយបន្តិចខ្លាញ់នេះជាខ្លាញ់សាច់ជ្រូក3ជាន់វាចេញមកច្រើនខ្ញុំដួសចេញបន្ទាប់មកនាងខ្ញុំចាក់គ្រឿងផ្សំទាំងអស់ចូលកន្លែងនេះដែរនាងខ្ញុំថែមទឹកជាបន្តិចដើម្បីកុំឲ្យវាខ្លោចឆ្នាំងបន្ទាប់មកនាងខ្ញុំដាក់ប៊ីចេងជាការស្រេចមុខម្ហូបមួយនេះដែរគឺនាងខ្ញុំដាក់តែស្ករនិងប៊ីចេងចាគឺឆ្ងាញ់ខ្លាំងមែនទែនចាក្រឡេកមកមើលអន្លក់យើងវិញដែរបងប្អូនចង់ដាក់អន្លក់អីក្រៅពីនេះផ្សេងទៀតក៏បានដែរចាអរគុណបងប្អូនវីដេអូរបស់នាងខ្ញុំសូមបងប្អូនជួយ Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបើសិនមានកំហុសខុសឆ្គងអីសូមបងប្អូនជួយ Comment